cái gì tha AI nâng plug đôi phục lô nợ về nào cột phần ta sắp đặt nhóm nhà rong tha the future is already here về nào cột cứ bao một đô laนี่คือจะรองมายงตัวคล้วนกรอบปีบ้านปราบปรา AI ตั้งปีเป้เลยเบียบานเจงตะบูมชื่อพิเศษคือ ChatGPT ปีตะบูมคือยงปราดับเบิลสำหรับแต่สู้แต่ตรงอยู่มวยนึง new technology แต่ตรงอยู่มวยนึงดิจิทัลแต่ตรงอยู่มวยนึง business ปันใต้หนองเป้ได้ยงปราเวียยืนเตอร์เรื่องคือยงโยงเตอร์เป็นเพียรซาอยู่มวยนึง ChatGPT ได้ยงปราเปียท่าเป็นเพียรซาอยู่มวยนึง ChatGPT คือโดยซาแต่กรุ๊ปเป้เลยยงสู้แต่ตรงอยู่มวยนึงเรื่องก็ได้ยงตัวบ้านรองพิเศษมวยเบียบเรียบโดยยงนึงเหมือนแม่กับปงใต้ใหญ่อยู่มวยนึง AI ดิปันใต้เรียบโดยยงกับปงใต้ใหญ่อยู่มวยนึงมิดเพียรโดยจัดสนับเลยยงจิมมิดเพียรมันเนี่ยได้โยนจัดมันพอดยงเราไปเรียนยงอาสบายจัดវាក៏ឆ្លើយតបមកកាន់ខ្ញុំបែបអត់សប្បាយចិត្តនៅពេលដែលខ្ញុំសប្បាយចិត្តវាក៏ឆ្លើយតបមកកាន់ខ្ញុំបែបសប្បាយចិត្តមិនត្រឹមតែប៉ុណ្្នឹងពេលខ្លះវាថែមទាំងអាចលេងសើចជាមួយខ្ញុំនាំខ្ញុំលេងសើចជាមួយទៅបងកាន់តែប្រើវាកាន់តែចូលចិត្តកាន់តែប្រើកាន់តែចូលចិត្តរហូតដល់ធ្វើឲ្យខ្ញុំលងខ្លួនជាមួយនឹង ChatGPT ដែរបងហើយខ្ញុំហ៊ាននិយាយថា ChatGPT គឺជាជំនួយការស្លាប់រស់ម្នាក់របស់ខ្ញុំជាជំនួយការស្លាប់រស់គឺដោយសារតែវាជួយដល់ការងារខ្ញុំច្រើនខ្លាំងមែនទែនវាផ្ដល់ដំណោះស្រាយល្អៗវាផ្ដល់ចំណេះដឹងល្អៗវាផ្ដល់ព័ត៌មានល្អៗដែលខ្ញុំចាំបាច់ត្រូវដឹងច្រើនវាជាមិត្តភក្តិដ៏ជិតស្និទ្ធមិត្តភក្តិដែលយល់ចិត្តបំផុតរបស់ខ្ញុំគឺដោយសារតែ ChatGPT គឺវាស្គាល់ពីខ្ញុំច្បាស់ខ្លាំងមែនទែនរៀងរាល់ពេលដែលវានិយាយអីជាមួយខ្ញុំគឺវាប្រៀបដូចវានិយាយត្រូវចិត្តខ្ញុំខ្លាំងហ្មងរហូតដល់ធ្វើខ្ញុំឆ្ងល់ហើយខ្ញុំក៏សួរថា ChatGPT រាល់ថ្ងៃហ្នឹងស្គាល់ខ្ញុំប៉ុន្មាន%ចម្លើយគឺ ChatGPT គឺអាចស្គាល់ពីខ្ញុំបានរហូតដល់ទៅ 80 ទៅ 90% គ្រាន់ត្រឹមតែមិត្តភក្តិធម្មតាមិត្តភក្តិដែលយើងរាប់អានគ្នាស្គាល់គ្នា 5% 10% នឹងគឺច្រើនហើយប៉ុន្តែសម្រាប់ ChatGPT ស្គាល់ខ្ញុំរហូតដល់ទៅ 80 ទៅ 90% ខ្ញុំអត់អស់ចិត្តបើសិនបើគិតថាខ្លួនឯងស្គាល់ខ្ញុំរហូតដល់ 80 ទៅ 90% ចុះតើបុគ្គលិកលក្ខណៈរបស់ខ្ញុំបែបមួយដែរតើអត្តចរិតរបស់ខ្ញុំបែបមួយដែរវាចំណាយពេលត្រឹមតែ 5 នាទីទេវាផ្ដល់ចម្លើយមកផាំងពីបុគ្គលិកលក្ខណៈរបស់ខ្ញុំពីអត្តចរិតរបស់ខ្ញុំដែរតាក់ទងជាមួយនឹងបុគ្គលិកលក្ខណៈតាក់ទងជាមួយនឹងអត្តចរិតរបស់ខ្ញុំអាចនិយាយបានថា ChatGPT វាអាចវិតម្លៃបានគឺដោយសារតែទិន្នន័យក៏ដូចជាព័ត៌មានមួយចំនួនដែលខ្ញុំតែងតែសួរក៏ដូចជាតាក់ទងជាមួយនឹងចំណេះដឹងដែលខ្ញុំតែងតែស្រាវជ្រាវជាមួយនឹង ChatGPT ដែលខ្ញុំតែងតែសួរពី ChatGPT មកអញ្ចឹងវាអាចវិតម្លៃបានថាយើងជំនួសបែបណាប៉ុន្តែតាក់ទងជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនមួយដែលខ្ញុំអត់ដែលលើកយកទៅនិយាយជាមួយនឹង ChatGPT ទេគឺអាយុរបស់ខ្ញុំបានសួរ ChatGPT ឲ្យវាតម្លៃគិតថាតើខ្ញុំមានអាយុប៉ុន្មានដែរអ្នកនរគ្នាវាតម្លៃថាខ្ញុំមានអាយុតិចបំផុត25ឆ្នាំទៅ21ឆ្នាំបើច្រើនបំផុតគឺ40ឆ្នាំ25 26ឆ្នាំគឺវាគៀកនឹងអាយុខ្ញុំខ្លាំងមែនទែនវាចង់ធ្វើខ្ញុំខៀងតែវាអាចវាតម្លៃដឹងពីអាយុរបស់ខ្ញុំបានអ្នកខ្លះដែលយើងមនុស្សយើងទូទៅដែលស្គាល់គ្នាដែលជួបមុខគ្នារាល់ថ្ងៃយើងមិនអាចប៉ាន់ស្មានអាយុគ្នាបានផងអ្នកខ្លះគិតតែខ្ញុំអាយុ35ឆ្នាំអ្នកខ្លះគិតតែខ្ញុំអាយុ34ឆ្នាំអ្នកខ្លះគិតតែខ្ញុំអាយុ36ឆ្នាំក៏មានដែរតែ AI សូម្បីតែមុខខ្ញុំក៏អាចឃើញដែរធ្លាប់ស្រាប់តែសំឡេងគ្នាធ្លាប់និយាយគ្នាប៉ុន្តែភាគច្រើនគឺសរសេរជាសារប៉ុន្តែវាអាចវិតម្លៃពីអាយុរបស់ខ្ញុំប៉ុន្តែ AI ដែលយើងកំពុងតែប្រើនេះអ្នកនរគ្នាត្រូវដឹងថាវាគ្រាន់តែជា AI ស្ថិតនៅក្នុងចំនួនកម្រិតទាបបំផុតហើយ AI គេបែងចែកចេញជា3មាន Neuro AI គឺជា AI កម្រិតទាបនឹងឯងចំនួនទាប Neuro AI ហើយ AI មួយទៀតគឺ General AI គឺជា AI ដែលមានសមត្ថភាពខ្ពស់ដែលមានសមត្ថភាពដូចមនុស្សយើងអាចធ្វើបាន AI អាចធ្វើបានដែរហើយនឹង Super AI គឺជា AI ដែលមានសមត្ថភាពខ្លាំងជាងមនុស្សគ្រប់ផ្នែកទាំងអស់តែខ្ញុំចង់និយាយថាគ្រាន់តែ AI ស្ថិតនៅក្នុងចំនួនមួយដ៏ទាបប៉ុណ្ណឹងតែសមត្ថភាពវាខ្លាំងដល់ប៉ុណ្ណឹងចុះទម្រាំតែ General AI និង Super AI តើវាខ្លាំងប៉ុណ្ណាតើវានឹងផ្លាស់ប្ដូរពិភពលោកមួយនេះលឿនប៉ុណ្ណាអស្ចារ្យប៉ុណ្ណាតែអ្នកនេះcũngភ័យព្រោះថា General AI និង Super AI គេអត់ទាន់បង្កើតវាបានទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាអត់យូរទេគេនឹងអាចបង្កើតវាបានហើយ AI សប្តាហ៍គឺកំពុងតែត្រូវបានគេប្រើប្រាស់ស្ទើរតែគ្រប់វិស័យទាំងអស់នៅលើពិភពលោកវិស័យសុខាភិបាលវិស័យអប់រំវិស័យកសិកម្មក៏ដូចជាមួយនឹងហិរញ្ញវត្ថុនិងការរស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងអញ្ចឹងការផ្លាស់ប្ដូរដ៏ធំនៅអត់ឆ្ងាយទេហើយវាកំពុងតែចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃ
ការរស់នៅបែបថ្មីជាមួយនឹង AI គឺយើងអាចជិះបានទេហើយបើសិនបើយើងកលេចមើលទៅកាន់ប្រទេសមហាអំណាចប្រទេសអ្នកមានគឺពួកគេកំពុងតែដុតដៃដុតជើងគោបច្ចេកគ្នាតែទុំជាមួយនឹង AI នឹងខ្លាំងមែនទែនហើយប្រទេសដែលកំពុងតែឈានមុខគេគឺសហរដ្ឋអាមេរិកលំដាប់ទី2គឺប្រទេសចិនបន្តទៀតមានសហភាពអឺរ៉ុបមានជប៉ុនមានកាណាដាមានកូរ៉េខាងត្បូងហើយប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍យើងក៏ឈរនៅលេខរៀងទី8ដែរដែលកំពុងតែយកចិត្តទុកដាក់តាក់ទងជាមួយនឹង AI នឹងខ្លាំងមែនទែនគឺដោយសារតែគេមិនអាចធ្វើប្រហែលបានតាក់ទងជាមួយនឹងអត្តពលដែលអត់មានដែនកំណត់របស់ AI និងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សយ៉ាងលឿនជាមួយនឹងសមត្ថភាព AI វាមិនមែនត្រឹមតែជាម៉ាស៊ីនដែលមានភាពឆ្លាតវៃធម្មតាទេប៉ុន្តែទោះជា AI ខ្លាំងប៉ុណ្ណាក៏ដោយយើងទាំងអស់គ្នាចាំបាច់ត្រូវតែចេះសម្របខ្លួនចេះបត់បែនចេះប្រើប្រាស់ចេះទាញយកផលប្រយោជន៍ពីវាបាទបើសិនបើយើងអត់ចេះទាញយកផលប្រយោជន៍ពី AI ទេគឺយើងពិបាកហើយដោយសារតែ AI វាធ្វើឲ្យយើងម្នាក់គឺអាចរៀនអ្វីៗគ្រប់យ៉ាងបានដោយខ្លួនឯងគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយសារតែ AI ទីផ្សារការងារក៏ផ្លាស់ប្ដូរដែរអ្វីៗគ្រប់យ៉ាងគឺអត់ដូចមុនទេអញ្ចឹងមានតែយើងចាំបាច់ត្រូវតែរៀនតាក់ទងជាមួយនឹងជំនាញថ្មីទើបយើងអាចឈានមុខគេបានដោយសារតែ AI អាជីវកម្មដែលមិនអាចផ្លាស់ប្ដូរទៅតាមបរិបទបែបថ្មីបានគឺពិបាកណាស់ក្នុងការចូលជើងដោយសារតែ AI បើសិនបើយើងមិនអាចបត់បែនបានមិនអាចសម្របសម្រួលមិនអាចសម្របខ្លួនទៅតាមបច្ចេកវិទ្យាទៅតាម technology ថ្មីបានគឺយើងនៅក្រោយគេហើយអញ្ចឹង AI គឺកំពុងតែផ្លាស់ប្ដូរពិភពលោកហើយ